Yo everyone, welcome to my channel Lia Gaming by Team រហូតទៀតបាទថ្ងៃនេះខ្ញុំមកធ្វើវីដេអូ Minecraft ប្រាប់ពីសិទ្ធិនៅក្នុង Minecraft ឲ្យអ្នកទាំងអស់គ្នាបានដឹងខ្លះៗចឹងណាអូខេមុនចូលក្នុងវីដេអូរបស់យើងអ្នកទាំងអស់គ្នាសូមចុច like ចុច subscribe បើសញ្ញារូបកណ្ដឹងម្នាក់មួយផងនៅក្នុង channel ខ្ញុំគឺមានតែ50 subscribe ទេហើយសង្ឃឹមថាបាន5 like អូខេ setting ទី1នោះគឺនៅកន្លែងនេះអូខេអ្នកទាំងអស់គ្នាអាចបើកវាទៅជា pocket នៅក្នុងពេលយើងដើរមកដំបងអ្នកនរគ្នានឹងឃើញវាជា pocket ណាអ្នកនរគ្នាបើពេលយើងឃើញ pocket បែបនេះគឺ Minecraft យើងគឺមិនមែនជាបេះដូងនៅក្រោមដូចយើងលេងសប្ងៃដែលថាមិនមែនយើងលេងសប្ងៃដោយថានៅក្នុង Java អញ្ចឹងគេដាក់នៅក្រោមហើយយើងអាចមើលវាបានគឺវាខុសប្លែកពីអាពេលបេះដូងវានៅពីក្រោមហើយវាធំជាងអាពេលបេះដូងគេឃើញតែដល់ពេលវានៅពីក្រោមចឹងបើសិនជាយើងចង់ដូរវាយើងអាចដាក់វាមក classic វិញដោយចុច classic ទេចុច Omaro video នេះអូខេចេញមកវិញមកអូខេអ្នកនរគ្នាឃើញបេះដូងនៅក្រោមសំទោសផងបើទូរស័ព្ទខ្ញុំវារឹងតិចចឹងណាហើយសារពេលខ្ញុំ record ចឹងទូរស័ព្ទខ្ញុំវា RAM តូចផងអីផងចឹងទៅ record video វាមិនសូវល្អមើលទេហើយអ្នកនរគ្នាអាចឃើញអាចមើលបានឃើញបេះដូងខ្ញុំនៅក្រោមគឺលើមែនទេនិយាយវាមិនលយទេហើយវិធីទី2នោះគឺអត់មានអីឆ្ងាយទេគឺអាក្របភ្នែកមើលកាមេរ៉ាទៅមុខទៅក្រោយហើយនឹងមើលតែដៃខ្លួនឯងអ្នកគ្នាចុចមកកន្លែងថតនេះមកហើយអ្នកគ្នាមើលកន្លែងសូកាមេរ៉ាហ្នឹងមកខ្ញុំខ្លាចអានខុសចឹងអត់ចង់អានទេអ្នកគ្នាពេលបិទទៅអ្នកគ្នាអត់មានអាក្របភ្នែកហ្នឹងទេហើយអ្នកគ្នាបើកវាមកបើកទៅបានវាឃើញអាក្របភ្នែកហ្នឹងដូចជាវីដេអូខ្ញុំដែលកំពុងតែធ្វើឲ្យមើលចឹងណាអូខេចាំមើលនេះអាក្របភ្នែកកន្លែងហ្នឹងបើមិនជឿអ្នកគ្នាទៅបើកទៅអានេះគឺជាកំណត់របស់ខ្ញុំប្រាប់ទៅអ្នកអស់គ្នាខ្លះទេអូខេហ្នឹងហើយយើងអាចបើបាននេះដូរទៅមុខទៅក្រោយបានតាមស្រីរបស់យើងគឺវាស្រួលជាងអាការមុនយើងដាក់ mode F1 F5 ហើយខ្ញុំភ្លេចបាត់ហើយអូខេវិធីទី2នោះគឺ speed control ដូចខ្ញុំនេះគឺលេងនៅលើទូរស័ព្ទចឹងអ្នកនរគ្នាជួយ setting អ្នកនរគ្នាចុចកន្លែងថយណាដែរមកហើយអមក្រោមឃើញពាក្យ speed control ហ្នឹងអ្នកពេលដែលយើងចូលមកដល់ដំបូងគឺយកបានបើកវាគឺវាឃើញចាវាឃើញវងមូលចឹងណាអូខេអ្នកនរគ្នាមើលបានគឺវាចេញវងមូលចឹងវាអត់ទូចចឹងទេតែអាហ្នឹងគឺយកទៅវាយគ្នាគឺមិនបាច់ចាំបែរមកទៅតាមទេអូខេចូលក្នុង setting ដែរយើងចូលបើកវាវិញទៅដើម្បីឲ្យវាគ្មានប្រយោជន៍ទេគាត់ថាហ្នឹងវាតាមយើងចិត្តលេងបែបម៉េចឬមួយក៏យើងចង់លេងអញ្ចឹងទៅអ្នកនរគ្នាចូលកន្លែងថយនឹងដែរមកអ្នកនរគ្នាអត់ទៅក្រោមហើយអ្នកនរគ្នាបើក Light Speed Control ហ្នឹងមកនេះ Light Speed Control ហ្នឹងគឺនៅកន្លែងហ្នឹងហើយអ្នកនរគ្នាចុចបើកមកហើយចេញមកវិញមកតែអ្នកនរគ្នាឃើញ speed control នៅពីមុខអ្នកនរគ្នាគឺសញ្ញាបូកហ្នឹងឯងមិនមែនស្រួលហៅវាមិនលយទេវាគ្រាន់តែរបៀបដែលយើងលេងសេះនេះអូខេវីដេអូហ្នឹងនិយាយដូចផលហើយនឹងតែនិយាយប្រអីនិយាយទៅពេល what the fuck ហើយវិធីចុងក្រោយគេនោះគឺ screen Minecraft របស់យើងហ្នឹងគឺចង់ឲ្យវាតូចទីខ្ញុំឥឡូវហ្នឹងឃើញ version ទាំងអស់ចឹងណានេះដល់ពេលដែលអ្នកនរគ្នាចូលទៅក្នុងកន្លែង setting ច្រឡំកន្លែងចូលបង្កើត version ហ្នឹងអ្នកនរគ្នាឃើញធំអីនឹងដូចបាក់ចុចបាក់អីឃើញវិញឃើញពេលនេះចុចកន្លែងហ្នឹងទេបាក់ចុចមែនតើនិយាយមែនអ្នកនរគ្នាទីមួយគឺអ្នកនរគ្នាចូលទៅក្នុង setting ទៅចាំតិចអើយយូរឯងធុញណាអ្នកនរគ្នាអូម៉ូរ៉ូមកក្រៅមិនមកហើយអូខេមកក្រៅសិនអ្នកគ្នាចុចកន្លែងវីដេអូនេះមកអ្នកគ្នាធ្វើកន្លែងឆេងនៅក្រៅនេះកន្លែងឆេង screen
Sấy đặng sẽ là nhạc này bà tờ sôn các bạn Ray sôn nó vừa mình on screen như thế nhạc này trong đại hát sắp ok nhưng đã sai buồn cho buồn và tầm mũi sôn cho mũi ha đang nghe nhạc này khơi version ra trong môn giờ anh đang có việc không bây giờ đây có thay rồi cho em mấy thế nhé ok khơi lại nhưng cho với năng về riêng tôi chỉ muốn rồi cho chỉ muốn khơi lại nhà pro nó cứ riêng tôi chiang môn ok này ok khơi rồi cho chỉ muốn đó chẳng video năng miền tập năng ấy bye bye nữa nếu chơi chuyện like subscribe nhung nhẹ một không ơi tao mặt đây ngồi đây bye bye nữa ok